ធ្វើល្អបានអាចវីដេអូនេះកំពុងតែផ្ទុះពេញនិយមពាក្យនេះគឺកំពុងតែពេញនិយមនៅលើបណ្ដាញសង្គម YouTube TikTok Facebook ឃ្លានេះពូផ្លោកក៏ធ្លាប់និយាយដែរនៅក្នុងរឿងអាម៉ូកគាត់និយាយជាមួយតាជើបថាធ្វើល្អបានអាចពាក្យនេះស្ដាប់ទៅវាគ្រោះគ្រាតហើយពាក្យនេះដូចជាព្យាជាមួយវាជាមួយនឹងការធ្វើអំពើល្អប៉ុន្តែពូត្រូក៏បានបញ្ជាក់ឲ្យគាត់ថាឃ្លានេះក៏ដូចជាផ្លោកណាគាត់បានផុសវីដេអូដែរគាត់ថាឃ្លានេះគាត់មិនបាននិយាយទៅកាន់ទលំទលាយទេគឺគាត់និយាយមួយតែជើបដែលតែជើបខំប្រឹងធ្វើល្អខំប្រឹងណែនាំខំប្រឹងប្រាប់ខំប្រឹងស៊ើបការណាតែគាត់វាអត់បានផលទេគេមកស្ដីឲ្យគាត់ស្ដីទៅតែគាត់និយាយថាធ្វើល្អបានអាចបាទអញ្ចឹងហើយទើបពូត្រូគាត់ក៏បានផុសវីដេអូនេះឡើងក្នុងគោលបំណងចង់បង្ហាញដោយសារតែមានបុគ្គលមួយចំនួនហ្នឹងគាត់អឺជន់ពលិចរិះគន់ណាបែបជន់ពលិចថាពូត្រូហ្នឹងគាត់ប្រើពាក្យមិនល្អណែនាំមនុស្សឲ្យធ្វើអំពើអាក្រក់លែងធ្វើអំពើល្អដោយសារតែពាក្យមួយឃ្លាដែលខ្ញុំនិយាយខាងដើមមិញអញ្ចឹងហើយសម្រាប់បងប្អូនដូចជាអ្នកដែលពូកែទិសគឺនៅតែទិសចឹងបើកចិត្តឲ្យទូលាយណាដើម្បីឲ្យខ្សែវិស័យខ្សែភាពយន្តរបស់ខ្មែរយើងកាន់តែជឿនលឿនកាន់តែទំនើបកាន់តែទៅមុខនៅលើឆាកអន្តរជាតិនេះដែរបើបងប្អូនមិនព្រមបើកចិត្តឲ្យទូលាយទេអញ្ចឹងខ្សែភាពយន្តរបស់យើងគឺនៅតែអញ្ចឹងហើយចាំតែរិះគន់ជន់ពលិចកន្លែងណាខុសគឺជន់កន្លែងណាខុសគឺយល់រំទៅជន់យកតែម្ដងជន់យកតែម្ដងហើយរឿងនេះគឺខ្ញុំស្រឡាញ់រឿងអាម៉ោកនេះគឺខ្ញុំស្រឡាញ់តែម្ដងពុំមានអារម្មណ៍ថាជាអារម្មណ៍មួយណាដែលធ្លាប់មិនមែនធ្លាប់ឆ្លងកាត់អីទេតែគ្រាន់តែជាអារម្មណ៍មួយដែលយើងពេលយើងចូលទួលមករកដួលមែនទែនទាំងដឹងថាគេក្បត់ទាំងដឹងថាគេទៅចោលទាំងដឹងថាគេនៅជាមួយអ្នកផ្សេងចាប់ផ្ដើមជាមួយអ្នកផ្សេងអារម្មណ៍គូនៅតែទប់អារម្មណ៍ខ្លួនឯងនៅតែនិយាយល្អជាមួយគេលួងលោមឲ្យគេមកវិញរឿងនេះវាត្រូវជាមួយនឹងចិត្តខ្ញុំអញ្ចឹងខ្ញុំព្យាយាម review ពីរឿងហ្នឹងដើម្បីចែកជូនបងប្អូនទាំងអស់ទស្សនាដូចជាស្ដាប់កំសាន្តនៃការ reaction របស់ខ្ញុំនៅក្នុង channel YouTube របស់ខ្ញុំផ្ទាល់អញ្ចឹងបងប្អូនកុំភ្លេចចុច like ចុច subscribe ម្នាក់មួយផងដើម្បីបានទទួលបានវីដេអូថ្មីក៏ដូចជាការ reaction នៅរឿងខ្សែភាពយន្តផ្សេងៗទៀតដែលខ្ញុំនឹងរើសយកមកបង្ហាញបងប្អូនឲ្យជក់ចិត្តដល់អារម្មណ៍អរគុណចាស់បងប្អូន